ចាក្នុងនាមខ្ញុំរីជាគណៈប្រតភូគណៈបព្វជិជនគោះហៅកាយដែលប្រជាជនមានចម្ងល់នៅលើស្ពានកោះពេជ្រចាកាលពីឆ្នាំ2012ឬក៏2014ការដែលស្លាប់មនុស្សរាប់ពាន់នាក់ចាបណ្ដាលមកពីជនមួយចំនួនខិលខូចដៃជើងតភ្លើងនៅក្រោមបណ្ដាញនៅរនងដៃចាគឺមានបង្កប់ខ្សែភ្លើងមួយចឹងបណ្ដាលឲ្យទៅជាឆក់អ្នកដំណើរនៅកោះពេជ្រវាជាប់ជ្រាបនឹងទឹកណាទឹកនៅកន្លែងហ្នឹងមុនក្រោយវាមានខ្សែទឹកមួយបង្ហូរតាមបាតចាតាមបាតផ្ទះណាវាមិនអាចកប់បានទាំងស្រុងទេចាព្រោះហ្នឹងជាដៃទន្លេមេគង្គណាចតុមុខចាចាស់ពីដើមគេហៅថាដៃទន្លេមេគង្គចតុមុខមិនអាចបិទបានទេស្ពានកោះពេជ្រនៅកន្លែងហ្នឹងគឺជាដៃទន្លេមួយវាមានបង្ហូរទឹកជ្រាបមករហូតចាចឹងហើយវាបណ្ដាលឲ្យទៅជាឆក់ប្រជាពលរដ្ឋរាប់ពាន់នាក់ហើយធ្វើឲ្យស្លាប់មនុស្សក្នុងនោះមួយចំនួនក៏សិតជាចោលប្លន់ដែរណាដែលដោះលែងចេញពីគុកនៅខេត្តបាត់ដំបងចំនួន100នាក់ហើយចេញពីគុកព្រៃសរនោះចំនួន200នាក់នៅគុកប៉ៃលិនទៀតអញ្ចឹងហើយបានជាសបោសបាយនៅស្ពានកោះពេជ្រកាលពីឆ្នាំដែលគេធ្វើបុណ្យនៅកោះពេជ្រចាបណ្ដាលមកពីការតខ្សែភ្លើងជាចរន្តឆក់មួយវាអាចស្រូបជាមួយទឹកណានៅបាតថ្មវានឹងដាក់ម្ដងបន្តិចហើយវាបណ្ដាលឲ្យជាហើយនោះគឺជាភ្លៀងធ្លាក់មួយគំនរច្រើនដែរចាវាបណ្ដាលឲ្យជាឆក់មនុស្សរាប់ពាន់នាក់ចាទាំងជនស្លូតត្រង់ទាំងចោលលួចចោលប្លន់លើលែងចេញពីគុកប្រហែល400-500នាក់នោះក៏វាស្លាប់ដោយទៅតាមនឹងដែរចាភាគច្រើនប្រជាពលរដ្ឋស្មោះត្រង់មួយចំនួនធ្វើបន់ដល់គាត់មិនស្លាប់ទេចាប៉ុន្តែស្លាប់តែពេលជនតែខលខូចដែលចង់លួចប្លន់នៅក្នុងកោះពេជ្រចាគេលែងមកចាកាលនោះសូមជម្រាបបងប្អូននៅអស់ចម្ងល់គឺបណ្ដាលមកពីតខ្សែភ្លើងជាចរន្តឆក់ហើយថ្ងៃនោះក៏មានខ្សែទឹកជ្រាបមកដែរជ្រាបចេញពីបាតស៊ីម៉ងមកដូចគ្នាអញ្ចឹងហើយបណ្ដាលឲ្យប្រជាជននឹងឆក់ស្លាប់នៅមួយកន្លែងវាអាចស្រូបហើយក៏ជាអបិយជំនឿមួយនៅលើខ្នងនេះនៅស្ពានកោះពេជ្រសម្រាប់បងប្អូនជាអបិយជំនឿដែរណាបងប្អូនចាអានឹងហើយគឺជាខ្សែផ្លាក់សំទោសខ្សែឆក់ខ្សែភ្លើងឆក់ឆ្លងពីចរន្តអគ្គិសនីវាអាចจะស្រូបទឹកហើយថ្ងៃនោះក៏មានភ្លៀងធ្លាក់ដែរបងប្អូនបើមនុស្សធម្មតានៅលើខ្នងនេះគឺជាអបិយជំនឿរបស់បងប្អូនខ្ញុំមិនប្រកាន់ខឹងឬក៏ខ្ញុំមិនទៅជឿអបិយជំនឿនឹងពេកខ្ញុំក៏ជឿជាក់ថាជាអបិយជំនឿឬក៏អភូតហេតុមួយចំពោះបងប្អូនឲ្យរួចផុតពីកន្លែងកោះពេជ្រស្ពានកោះពេជ្រហ្នឹងចានឹងគឺជាចរន្តឆក់ខ្សែភ្លើងចាវាឆ្លងច្រើនតាមការជ្រាបទឹកហើយថ្ងៃនោះក៏មានភ្លៀងធ្លាក់ដែរអញ្ចឹងហើយនៅកន្លែងកាត់ហេតុហ្នឹងវាបណ្ដាលឲ្យមានឈាមហ្មងឈាមចេញពីចរន្តអគ្គិសនីចេញមកហ្មងមិនមែនឈាមដោយសារការជន់គល់លើគ្នាអញ្ចឹងទេខ្ញុំបានទៅពិនិត្យនៅកន្លែងកាត់ហេតុនោះចាហើយមានកន្លែងនោះឆេះម្ដុំនៅកន្លែងនោះហើយមានជនណាមុខមួយចំនួនដើម្បីបំបត្តិភ័ស្តុតាងនៅកន្លែងនោះក៏បានយកស៊ីម៉ងប៉ាតទៅលើអាកន្លែងខ្លោចអញ្ចឹងណាគឺកន្លែងចរន្តឆក់ខ្សែភ្លើងពិតប្រាកដចាសូមជម្រាបបងប្អូនតែប៉ុណ្្នឹងទេការឆ្ងឿងឆ្ងល់នៃស្ពានកោះពេជ្រចាគឺជាអបិយជំនឿផងហើយគឺជាចរន្តខ្សែឆក់ខ្សែភ្លើងឆក់ចាឆ្លងពីចរន្តទឹកឆ្លងពីទឹកដែលមានសំណើមតិចហើយលាយជាមួយទឹកភ្លៀងផងបណ្ដាលឲ្យប្រជាជនស្លាប់នៅនឹងកន្លែងវាស្រូបយកតែហ្មងចាបងប្អូននៅកន្លែងនោះកន្លែងកាក់ហាត់ដំបងនោះគឺមានការឈាមហើយ
លើស្ពាននោះគឺមានឆេះម្ដុំចានឹងមកពីចរន្តខ្សែភ្លើងឆក់ចាហើយជាមួយទឹកសំណើមមកពីទឹកភ្លៀងផងហើយមកពីចរន្តសំណើមហូរពីបាតទន្លេមេគង្គនោះមកផងហើយជាអបិយជំនឿមួយដែលគេថាជន់នៅលើខ្នងនេះណាបងប្អូននៅហ្នឹងខ្ញុំក៏ជឿជាក់អញ្ចឹងដែរចាការលើសលួសនៅលើស្ពានចតុមុខចាទន្លេមេគង្គចតុមុខគឺជាជិះលើខ្នងនាគដែលថាការឆក់ខ្សែភ្លើងចាអបិយជំនឿបងប្អូនខ្ញុំជឿជាក់ខ្លាំងដែរចាក៏សូមអរគុណចាសូមជម្រាបបងប្អូនថាកោះពេជ្រគឺមានខ្សែទឹកហូរចេញពីបាតទន្លេមេគង្គទោះបងប្អូនបិទយ៉ាងម៉េចក៏ដោយក៏នៅតែមានសំណើមជ្រាបឡើងលើដែរណាបងប្អូនសូមជម្រាបតាមត្រង់ថាបងប្អូនមានផ្ទះនៅកោះពេជ្រអីអាចមកនៅកន្លែងខាងមិនពុំនៅកន្លែងកោះពេជ្រទី1ជិះវាងតាឆក់ចរន្តអគ្គិសនីចាណាបងប្អូនវាមិនអាចបិទខ្សែទឹកទន្លេមេគង្គចតុមុខនឹងបានទេចាខ្ញុំសូមជម្រាបលាចា